យាយខ្ញុំតាំងពីតូចប៉ាម៉ាក់ខ្ញុំមានប្តីមានប្រពន្ធថ្មីទៀតខ្ញុំធ្លាប់ទៅលោកមុនគាត់ជេរយាយខ្ញុំគាត់ស្ដីឲ្យយាយខ្ញុំរត់មកទាំងយាយទាំងចៅទាំងយប់តែពីរនាក់យាយនេះហើយនឹងចៅក៏នាំគ្នារត់មកទាំងយប់បាទរត់មកទាំងយប់គាត់អត់ដែរផ្ញើលុយមកទេឥឡូវគាត់មានប្រពន្ធថ្មីគាត់ធ្វើតាមតែប្រពន្ធថ្មីគាត់ខ្ញុំទៅបេះពេញជួនកាលខ្ញុំទៅចូលក្នុងភ័យជាមួយគាត់រកទៅពាំងជីកតឡងខ្ញុំមកលក់មួយថ្ងៃជួនកាល6000 7000ជួនកាល10000ការគេធ្វើមកថ្នាក់ខ្ញុំទាំងអស់អត់តែខ្ញុំទេអត់រៀនគួរគេរៀនគួរទាំងអស់បានការងារល្អធ្វើវាអត់លខ្វល់ដូចឥឡូវខ្ញុំគិតថានឹងខំរៀនមើលគេឲ្យមែនខ្ញុំទៅរៀនគួរជាមួយគេជាមួយឯងមីចៅនោះរៀនពូកែណារៀនបកែណាអញ្ចឹងលេខ2លេខ3លេខ2លេខ3ស្អាតមកឈុតទល់មួយឆ្នាំទល់មួយឆ្នាំចង់ឲ្យសម្ដេចហ៊ុនសែននឹងបណ្ឌនេះជួយផ្ទះខ្ញុំគាត់វាបាក់បែកក្រីក្រចង់ឲ្យគាត់ជួយសម្ភារៈខ្ញុំសិក្សានឹងអាហារហូបចុកតែយើងខ្វះខាតរាល់ថ្ងៃនឹងផ្ទះជួយខ្ញុំផងព្រោះផ្ទះវាល្វឹងល្វើយអស់ហើយខ្ញុំចង់បានផ្ទះថ្មីចង់ឲ្យគាត់ជួយខ្ញុំ